បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទវីដេអូនេះគឺខ្ញុំប្រាប់បងប្អូនពីរបៀបប្រើប្រាស់ mixer បាទហើយនឹងការ connect ជាមួយ router ខាងក្រៅនិងជាមួយ access point Wi-Fi ដែលមាននៅក្នុង mixer នេះស្រាប់អញ្ចឹងបងប្អូនចង់ដឹងថារបៀបនៃការប្រើប្រាស់របៀប connect យើង connect របៀបម៉េចនោះអញ្ចឹងទស្សនាវីដេអូទាំងអស់គ្នាដូចតទៅបាទអញ្ចឹងបងប្អូនមកមើលនៅលើនេះគឺ អ្វីដែលខ្ញុំត្រូវមានគឺ mixer បាទហើយ mixer នេះគឺខ្ញុំធ្វើការខែកប្រអប់ថ្មីបាញ់បងប្អូនបាទគឺយើងធ្វើការ unboxing ថ្មីទាំងដងបាទហើយ mixer នេះគឺទុកសម្រាប់ជួលឲ្យភ្ញៀវដែលគាត់มันមាន mixer ទាំងក្នុងការប្រើប្រាស់គាត់អាចជួលយកទៅលេងបានបងប្អូនបាទគឺថ្មីប្រអប់តែម្ដងបងប្អូនបាទហើយធានាអីវ៉ាន់ original បងប្អូនបាទអញ្ចឹងនៅខាង Andoyo បាទបញ្ជាក់នៅខាង Andoyo គឺលក់តែអីវ៉ាន់សុទ្ធទេបងប្អូនបាទចឹងដើម្បីឲ្យខាត់ពេលបាទអញ្ចឹងបងប្អូនក៏លេចមកមើល mixer របស់យើងបាទអញ្ចឹងនៅក្នុង mixer របស់យើងអ្វីដែលយើងត្រូវប្រើអ្វីដែលយើងត្រូវធ្វើជាដំបូងបងប្អូនត្រូវតែ connect power បាទ power មកដើម្បីយើងបើក power គ្រឿងរបស់ machine mixer ហ្នឹងហើយនៅក្នុងនេះគឺខ្ញុំប្រាប់បងប្អូនមានពីររបៀបបងប្អូនបាទរបៀបទី1នៃការ connect Wi-Fi គឺដែលមាននៅក្នុងmixer នឹងស្រាប់ហើយមួយទៀតគឺយើង connect Wi-Fi ដែលជាដុំ router ដែលមាននៅខាងក្រៅរបៀបនេះបងប្អូនបាទនេះហៅថាដុំ router បាទអញ្ចឹងដើម្បី connect ដុំ router ដើម្បីប្រើប្រាស់ Wi-Fi ដែលនៅខាងក្រៅហ្នឹងគឺបងប្អូនគ្រាន់តែដោតខ្សែnetwork មកបាទខ្សែ network ពី router slot ទី1ទី2ទី3ទី4ហ្នឹងដែលមាន slot ទំនេរហ្នឹងបងប្អូនយកមកដោតនៅក្នុងmixer ដែលបងប្អូនចង់ប្រើប្រាស់ហ្នឹងណាបាទបងប្អូនដោតមកបាទអញ្ចឹងនៅពេលបងប្អូនដោតមកគឺ connect មកគឺចេញភ្លើងអញ្ចឹងបងប្អូនបាទគឺចេញភ្លើងវាហ្នឹងបាទអញ្ចឹងបានន័យថាបងប្អូន connect ភ្ជាប់ហើយជោគជ័យហើយអញ្ចឹងបងប្អូនត្រូវចាំថាបងប្អូន control បាទអញ្ចឹងឧទាហរណ៍ថាបងប្អូនមាន iPad អញ្ចឹងបងប្អូនដើម្បី control mixer នឹងបានបងប្អូនត្រូវតែ connect Wi-Fi របស់ router ដែលបងប្អូនបាន connect ទៅកាន់ mixer ហ្នឹងគឺបងប្អូនត្រូវតែ connect Wi-Fi នឹងដូចគ្នាបាទអញ្ចឹងបានន័យថា mixer ហ្នឹងគឺ connect ចេញពីដុំ router ហ្នឹងហើយ Wi-Fi ដែល device ឬក៏ iPad ដែលបងប្អូនសម្រាប់ control ហ្នឹងគឺត្រូវតែ connect ចេញពី router ដែលបងប្អូនបាន connect ចូល mixer ហ្នឹងដូចគ្នាបងប្អូនបាទអញ្ចឹងបើបងប្អូន connect router នេះជាមួយ mixer នេះ router ផ្សេងហើយ Wi-Fi នេះយើង connect router ផ្សេងគឺมันអាច connect ជាមួយគ្នាបានទេបងប្អូនបាទតតែ connect ដូចគ្នាបាទជាមួយបានន័យថាដុំតែមួយអញ្ចឹងណាបងប្អូនបាទអញ្ចឹងในការភ្ជាប់គឺខ្ញុំភ្ជាប់រួចរាល់ហើយបាទហើយ router អញ្ចឹងខ្ញុំចូលមកមើលបាទខ្ញុំបានភ្ជាប់រួចរាល់ហើយបងប្អូនបាទអញ្ចឹងក្នុងដុំ router នេះខ្ញុំដាក់តែ Anoyo Sound System បងប្អូនបាទអញ្ចឹងខ្ញុំបាន connect រួចរាល់ហើយបាទអញ្ចឹងអ្វីដែលខ្ញុំមើលបន្តទៀតគឺខ្សែ input និង output បាទនៅក្នុង channel របស់គេហ្នឹងនៅក្នុង interface របស់គេមានចាប់ពី channel ទី1ដល់ទី12បងប្អូនបាទអញ្ចឹង channel ដល់ទី1ដល់ទី12ហ្នឹងchannel XLR ហ្នឹងដែលមាន XLR ដូច XLR ហ្នឹងមានចំនួន4ចឹងបងប្អូនដូចបងប្អូនឃើញអញ្ចឹង4ហ្នឹងបងប្អូនអាចបូកភ្លើង 48V បានឲ្យតែមានដូចប្រភេទធំអញ្ចឹងបងប្អូនបាទបើដូចវាអញ្ចឹងចេះគឺ6លីចេះគឺมันអាចបូកភ្លើង 48V បានទេអញ្ចឹងបងប្អូនប្រើប្រាស់តម្រូវការច្រើនបងប្អូនទិញជាវធំយ៉ាងហ្នឹងទៀតទៅបាទដូចជា Air18 MR 18អីគឺមាន18 channel 16 channel ជាប្រភេទដូច6លីផងជាប្រភេទដូច XLR ផង XLR ផងបងប្អូនបាទអញ្ចឹងនឹងគឺជារឿងផ្សេងបាទសម្រាប់បងប្អូនបាទអញ្ចឹងអ្វីដែលយើង focus នៅគឺនៅលើ mixer របស់យើងគឺឥឡូវហ្នឹងគឺខ្ញុំប្រើដោយចាក់ចម្រៀងបាទឧទាហរណ៍គឺដោយ6លីនេះគឺខ្ញុំប្រើ LR អញ្ចឹងខ្ញុំ connect នៅខ្ញុំដោតនៅទី11 12បាទហើយដីអុកទី1នេះបានន័យថាខ្ញុំ send ទៅកាន់ monitor ហើយដូចធំនេះ main LR នេះគឺដោយ main របស់យើងបាទចេញទៅកាន់ main ខាងមុខរបស់យើងហ្នឹងបងប្អូនបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំប្រាប់បងប្អូនពីរបៀបបញ្ជូនបាទបញ្ជូនសំឡេងទៅកាន់ main និងបញ្ជូនសំឡេងទៅកាន់ off អញ្
chẳng ông nhưng phải mình tơ lơi cha lơi ấy nắng cứ dừng cái chun là việc mạch bông bồn và hay bông bồn khác còn ọt toàn đằng là việc send effect và send effect từ căn ọc và từ căn mình tơ bao giờ nắng và chẳng ở trong buổi vậy đập phí cứ miền ọc tập pt và ai trong buổi ai đập bầm váy cứ miền ọc là hồ tờ đó tầm mùi bông bồn và chẳng ai đầm váy đập bầm váy cứ miền bầm mùi ọc và đây là hai thằng bus và chẳng là nó cứ trong prap bông ôn vì việc cần được đó hãy từ mà này thay thì đọc môi đọc pin ấy cứ chia channel music sầm lập trong play music vì đông bluetooth máu cứ trong cái này trâu và ông ấy sẽ căn còn tờ muối thì men alien ấy cứ cái trên căn men bao giờ và trên cho căn thùng dầm lên vì có processor crossover đại diện vào trên căn men nó một ổn bà chẳng là nó dân mơ iPad bao giờ và giờ mơ vậy để những control chẳng dân miền cầm thì nằm bị prap cứ miền pì một phần miền XE nắng mixing station và nơi lơ device pua và mixer đây nó ở gì đấy nơi lơ iPad tại version pua rồi còn mixer đại miền version này pua hái bom ốn cứ on iPad chỉ mùi âm e man tt và version chắc một phần bàn và chẳng bàn để bị mất cho những buổi để hỏi mong muốn mới bà nạp là bom bồn chạy mà cứ lột tranh để nằm vào chấn dương bàn cầm thì phí cái miền tây é nắng bị sinh station và bom bồn âm é mày đa âm e đọc phí bom bồn phở âm e nó cứ support và ta lỡ cứ version mấy cứ định muốn thế lượng muốn version chắc bom bồn phở XE do một phở control mùi âm e cầm thị âm e của bạn âm e control mùi cầm thị XE của bạn và ta lỡ thì cứ XE control cho mùi XE và âm e control man mùi âm e bỏ cái máy đa từ phù bom bồn và âm in bánh hà thì và chân dương chạy trôi XE nó và chạy trôi XE cứ sâu màu việc nằm bom bồn và 300 máy đa chop là việc như thế về tranh máu bom bồn chạy do tầm nón bom bồn và chẳng chúng tôi mixer thay và chân kẹp bom bồn chúng tôi mixer thay cứ ban này tha nó không cầm thì đại dương còn địch máu cứ mình toàn miền ca pra vậy đừng bom bồn và khơi nhé cứ toàn miền pra thế cứ ban này tha sạp đừng bom bồn mà cứ ở miền thế và phần đáy bơ sân chỉ mixer mình tất bom bồn thì restore tranh tới và hồi đó được nhom hồi đó cái pra mà là việc nhảy dần tới trong bom bồn còn cho setup hay bom bồn cho intelligence như máu chuyện gì máu mà này thạp đôi đau bằng bom bồn và chẳng là việc nắng cứ ban này tham mình sợ mình tất cái dân thời ban này tham dây sưu sắp cứ restore thôi đôi đau trong bom bồn và chẳng là lớn nó cứ mình dùng xịt và vậy được trong thời gặp bom bồn nó cứ mình dùng xịt chẳng trong châu từ cầm dùng xịt xanh và chẳng cái mang cái này rủi ro thấy bluetooth và trong tiền play anh ấy muốn nâng dương play tránh bom bồn là vậy bom bồn thực với bà của họ định men mà bom bồn trôn máu bom bồn run nhảy lỗ đó Sony B chẳng máu bom bồn và Sony B thì có bộ mùi trong thời bom bồn và nắng đơn đi trên thành miền muối tiết cứ ọc bom bồn mà ọc nắng là không XRP cái đại thà ọc muối ọc pi bà chạp pi và đâm bẫy rồi có âm đâm bẫy cái data bus muối là hội tạo bus một muối bom bồn và tránh kem châu nơi lấy cầm thì có cái đã bus bom bồn mà chết lên đi muối mất mà tránh để bom bồn khơi những cứ ní cái từ lần sạp anh men bọc kê và tránh men bọc dừng hàng một ní bọc kê nó và này tha sau lên đây tranh tới cứ cái từ lần sạp và trong men bọc dừng cái từ lần là muối máu và hay là những dân chạy chìm riêng nhưng trong nâng hai channel đại dương bằng đầu nó này không channel nè và chấm riêng music nữa chấm play mà chấm pro mờ đi bằng ổn mà khơi nhé khơi nhà ti động môi đọc pi trên channel ti động môi đọc pi nữa và cứ trên channel đại dương play music chấm channel play music bom ôn khơi miền pi và bom ôn đuôi mũi cái lan là mùi thì bom ôn khơi nhé chấm
បងប្អូនត្រូវចុចលើវាមួយមកដើម្បីយើងលីងបាទយើងលីងនេះដើម្បីឲ្យវាមានឆ្វេងស្ដាំបងប្អូនបាទអញ្ចឹងយើងរុយមួយមកយើងឡើង2នេះបងប្អូនឃើញទេបាទអញ្ចឹងយើងរុយមួយយើងឡើង2បងប្អូនបាទហើយអញ្ចឹងពេលបងប្អូនរុយមួយមកគឺឡើង2បាទនេះថាបងប្អូនលីងហើយអញ្ចឹងមែនយើងបានតម្លើងហើយអញ្ចឹងបងប្អូនគ្រាន់តែរុញទៅគឺលឿនទៅកាន់មែនតែម្ដងហ្នឹងគឺជាការបញ្ជូនសម្លេងទៅកាន់មែនឥឡូវយើងមូតមែនមកឥឡូវយើងសេនទៅកាន់អុកតែម្ដងបងប្អូនបាទអញ្ចឹងអុកយើងគឺយើងប្រើ monitor បាទអញ្ចឹងបងប្អូនចង់ដឹងរបៀបសេនអុកអញ្ចឹងបងប្អូនចូលមកកាន់ bus បាទ bus 1ហ្នឹងមកបាទអញ្ចឹងបងប្អូនគ្រាន់តែរុញទៅគឺលឺទៅកាន់ monitor តែម្ដងឥឡូវខ្ញុំមូតអុកខ្ញុំមូត bus បាទនេះថា bus 1ហ្នឹងអញ្ចឹងខ្ញុំមកកាន់ main វិញហើយខ្ញុំដក mood main ឥឡូវខ្ញុំដក mood main ហើយខ្ញុំដក mood អុកមួយទៀតបាទនេះថា bus មួយហ្នឹងឬក៏យើងហៅថា monitor មួយនេះគឺ monitor បងប្អូនឥឡូវយើង mood monitor យើងស្ដាប់ main អញ្ចឹងគឺអត់ប្រវែងបងប្អូនបាទដូចតែគ្នាទេបងប្អូនបាទចំពោះ channel ដែលបងប្អូនចាក់ចម្រៀង play music ហ្នឹងគឺដូចតែ microphone ដែរទេបងប្អូនបាទអញ្ចឹងខ្ញុំឧទាហរណ៍ថា microphone អញ្ចឹងខ្ញុំឧទាហរណ៍ microphone ឧទាហរណ៍ឥឡូវ microphone យើងឥឡូវខ្ញុំដាក់microphone ទី1នេះទី1ហ្នឹងសម្រាប់សេនទៅកាន់ monitor ផងសេនទៅកាន់ main ផងអញ្ចឹងបងប្អូនត្រូវដឹងថាទៅកាន់ main នៅពេលដែលយើងរុញដាក់ effect មកនេះយើងដាក់ effect មួយហើយយើងចុចតម្លើង monitor តម្លើង channel ទី1នេះសម្រាប់microphone គឺបងប្អូនរុញទៅគឺលឺ effect មួយបងប្អូនបាទអញ្ចឹងបងប្អូនសម្រាប់ effect ទី2បងប្អូនរុញទៅគឺលឺ effect ទី2ប៉ុន្តែលឺទៅកាន់ main តែបងប្អូនចង់ដឹងថាឥឡូវខ្ញុំចង់ send ទៅកាន់ monitor អញ្ចឹងខ្ញុំដាក់ bus មួយហ្នឹងគឺ send ទៅកាន់ monitor ហើយអញ្ចឹងខ្ញុំចុច channel ទី1រុញឡើងអញ្ចឹងពេលយើងនិយាយ microphone ទៅគឺលឺទៅកាន់ monitor បងប្អូនបាទអញ្ចឹងចាំខ្ញុំរៀបចំធ្វើតេស្តឲ្យបងប្អូនផ្ទាល់តែម្ដងបាទឥឡូវគឺខ្ញុំបានរៀបចំ microphone សម្រាប់ធ្វើការតេស្តជាក់ស្ដែងឲ្យបងប្អូនមើលហើយបាទអញ្ចឹងខ្ញុំធ្វើការ connect channel ទី1នេះគឺជា channel microphone បាទអញ្ចឹងខ្ញុំនឹងធ្វើការបញ្ជូន microphone ហ្នឹងទៅកាន់ main មុនបាទអញ្ចឹងបងប្អូនចាំស្ដាប់បងប្អូនគ្នាអញ្ចឹងដើម្បីអ្វីដែលបងប្អូនត្រូវធ្វើដំបូងបាទបងប្អូនត្រូវធ្វើ gain សិនបងប្អូនបាទអញ្ចឹងខ្ញុំប្រាប់បងប្អូនពីរបៀបធ្វើ gain សិនcheck បាទជាទូទៅសំឡេងល្អគឺចាប់ពីដក 5dB ដក 10dB ទៅដល់ដក 5dB បងប្អូនបាទបងប្អូនយកសំឡេងប៉ុណ្្នឹងគឺល្អបងប្អូនបាទអញ្ចឹងបងប្អូនចុចលើនឹងមួយមកហើយបងប្អូនតម្លើង gain ប៉ុន្តែដោយសារខ្ញុំដៃមួយអញ្ចឹងខ្ញុំតម្លើងហើយបានខ្ញុំនិយាយសិន check បាទប៉ុណ្នេះគឺបាននេះបងប្អូនបាទអញ្ចឹង gain គឺបានន័យថាខ្ញុំយកប៉ុណ្ណឹងអញ្ចឹងមិនហ្នឹងគឺ gain នេះបងប្អូនបាទយើងធ្វើ gain សិនហើយបន្ទាប់មកចាំយើងរុញទៅកាន់ main អ្វីដែលយើងចង់បញ្ជូនសំឡេងទៅអញ្ចឹងខ្ញុំរុញទៅហើយខ្ញុំធ្វើការនិយាយ check 1 2 check testing 1 2 check check testing 1 2 check បាទនេះគឺលឺទៅកាន់ main បងប្អូនបាទ
chẳng lượt căn mến chẳng bom bồn thử điệp trong men là hai bom bồn bà giờ điệp trong sân màu chậm muộn tới dương thui tạm khói các bạn đây bà chẳng điệp trong căn mến tì muối dương ghé như thui rồi hái tì pí dương thui xu bà dương thui xu mà đón bom bồn bà chẳng gì vậy nó check testing 1 2 chẳng bom bồn trong mơ signal bom bồn thử chạy o thì em á vì bom bồn thôi bà check testing 1 2 check bà nó cái bom bồn pra nó được cảm thấy xin việc níคือบางคนจุดไหล input เนี่ยดำไว้บางคน low cut บางคนเอาตอนบอกบางคน on low cut บางคน cut จะเกิดมือเช้าเลยจังบางคน low cut มั้งบางคนจัง low cut จำนะทำร้อยชิ้นจังตัวตาไม่วันแต่บางคนเมียนมาจังmình dân low cutទាំងអស់មាន5เบนមកគេ1 2 3 4là low cut នេះមួយទៀត5ចឹងបងប្អូនប្រយ័ត្នផ្លេចលេខហ្នឹងបងប្អូនខ្លះគាត់អត់បានមើលគាត់ផ្លេចលេខហ្នឹងបងប្អូនបាទចឹងយើងនៅសល់4នេះសម្រាប់យើង EQ ទៅតាមអ្វីដែលយើងស្ដាប់ទៅតាមវិវ័នរបស់យើងបងប្អូនបាទ testing 1 2 check testing បាទគឺខ្ញុំធ្វើល្មមទេបងប្អូនបាទដើម្បីកុំឲ្យវាយូរបាទវែងឆ្ងាយពេលវេលាពេកបាទកាលណាយូរបាទយើងវីដេអូយើងយូរដែរចឹងខ្ញុំគាត់ឧទាហរណ៍ត្រួសទេបាទឥឡូវហ្នឹងយើងឧទាហរណ៍ថា EQ យើងធ្វើហើយចឹងបងប្អូនអាចធ្វើការប្រើ gate ប្រើអីទៀតទៅបាទcheck testing ចឹងបងប្អូនឧទាហរណ៍គេខ្ញុំយកធ្វើ45ឬក៏50 check testing 1 2 check បើមិនសិនជាយូរពេកបងប្អូនអាចធ្វើការទម្លាក់វាមកវារៀងលឿនបន្តិចបងប្អូនបាទកុំឲ្យយូរពេក check បាទជាស្រ័យបងប្អូនបាទខ្ញុំដៃមួយរៀងពិបាកបន្តិច check testing 1 2 check testing 1 2 check ហេបាទឥឡូវគឺខ្ញុំឧទាហរណ៍ខ្ញុំយកប៉ុណ្្នឹងចោះបាទកុំឲ្យយូរវែងឆ្ងាយបាទហ្នឹងគឺយើងប្រើ gate ឥឡូវគឺខ្ញុំដាក់ effect ម្ដងបាទ effect បងប្អូនចូលមើល effect របស់គេបាទ effect របស់គេដល់ពេលយើង mixer ថ្មីឬក៏យើង reset មកគឺ effect របស់គេគឺរបៀបហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនត្រូវប្រើទី1មានខ្ញុំប្រើខ្ញុំឧទាហរណ៍ណាបងប្អូនបាទខ្ញុំមាន Vintage Room Reverb 1ហើយខ្ញុំចុចមួយទៀតខ្ញុំយក delay បាទ stereo delay នេះខ្ញុំចុចមកអញ្ចឹងគឺខ្ញុំប្រើ2បាទនេះថាខ្ញុំប្រើ Vintage Room Reverb 1និង stereo delay 1អញ្ចឹងបងប្អូនដឹងថានេះគឺ FX 1 FX 2 FX 3 FX 4បាទអញ្ចឹងយើងប្រើFX 1 FX 2បាទអញ្ចឹងបានន័យថា channel ទី1នេះ channel microphone ខ្ញុំចង់ឲ្យលឺ effect ខ្ញុំចុចត្រឡប់មកដើមមកបាទអញ្ចឹងខ្ញុំចង់ឲ្យលឺ effect អញ្ចឹងខ្ញុំចូល effect ទី1 effect ទី1នេះបងប្អូនបានឃើញឡើយនេះ effect ទី1គឺ reverb បាទខ្ញុំចង់ដាក់ reverb ទៅកាន់ channel ទី1នេះអញ្ចឹងចុចលើ effect ទី1មកហើយយើងរុញ channel ដែលយើងចង់ឲ្យលឺមកcheck testing 1 2 check បាទនេះគឺជា reverb នៅក្នុង channel ទី1 channel microphone បាទនេះថាលឺទៅកាន់ main ទេបាទអញ្ចឹងបាទនេះថាទៅកាន់ main reverb គឺលឺហើយអញ្ចឹងឥឡូវdelay បាទ delay បងប្អូនគាត់ទៅចូលទី2មកអញ្ចឹងបងប្អូនចង់ដាក់ delay បងប្អូនគ្រាន់តែរុញចូលទី2ហើយរុញ channel ដែលយើងចង់ដាក់ delay ទៅ channel ទី1គឺយើងរុញទី1ហ្នឹងបងប្អូនបាទអញ្ចឹងនៅក្នុងនេះគេមាន pack របស់គេផ្សេងគ្នាបងប្អូនឃើញទេអញ្ចឹង pack នេះគឺ effect 1អញ្ចឹងបងប្អូនដាក់ reverb គឺរុញ channel ទី1អញ្ចឹង
effect ទី2បងប្អូនដាក់ delay គឺរុញ channel ទី2បាទ check test testing 1 2 check បាទឥឡូវយើងបានreverb និង delay បងប្អូនបាទគឺរួចរាល់ហើយយើងចូល moment វិញមកបាទអញ្ចឹងបងប្អូនធ្វើការ control ឬក៏បងប្អូនធ្វើការចង effect របស់យើងទី1ទី2របស់យើងយើងដាក់គ្រប់ទី1គ្រប់ទី3អញ្ចឹងទៅបាទចឹងនៅកាលណាបងប្អូន mood ឧទាហរណ៍បងប្អូនពេល MC គេលេងចប់យើងធ្វើការ mood ទៅបាទ audience ហ្នឹងយើងធ្វើការ mood ទៅទី3 check 1 2 check testing ហើយយើងដក mood វិញបាទ check test បាទតួដែលយើងតែពួកគាត់លេងហ្នឹងពេលគាត់លេងយើងដក mood មកហើយពួកគាត់ជប់លេងយើងmood វាវិញទៅបាទគឺប៉ុណ្្នឹងអានេះយើងចង mood បាទចង mood យើងចុចចង mood ចង់ mood channel ណាយើងចុចលើ channel មកឧទាហរណ៍ចង់ mood effect ណាយើងចុចលើ effect ហ្នឹងមកហើយយើង mood ទៅយើង mood នៅ group ណាដែលយើងចង់ mood យើងដាក់មកដូចទី1ទី2ហ្នឹងខ្ញុំដាក់ group ទី3ហើយchannel microphone នេះខ្ញុំដាក់ group ទី2អញ្ចឹងទៅហើយ music យើងដាក់ group ទី1អញ្ចឹងទៅបាទឧទាហរណ៍ឥឡូវយើង mood បងប្អូនចាំមើលឡើងនេះខ្ញុំ mood ទី1គឺ mood ទេបងប្អូនអូជាស្រ័យបងប្អូនបាទទី2បាទនេះបងប្អូនបាទ mood ទី2គឺ mood ទេបងប្អូនបាទយើងដក mood ចេញតួគាត់លេងធម្មតាបាទ check test បាទអញ្ចឹងរបៀប set up effect បាទជាទូទៅខ្ញុំ set up ធម្មតាបងប្អូនបាទបើយើងដាក់ normal អញ្ចឹងដល់ពេលបងប្អូនរុញខ្លាំងទៅគឺដូចក្នុងឡានអញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំប្រាប់បងប្អូនពីរបៀប set up effect អញ្ចឹងយើងចូល effect មកហើយយើងចុចនៅលើនេះមកបងប្អូនស្រីទៅតាមចំណង់ចំណូលចិត្តបងប្អូនទៅបាទតែជំនាញខ្ញុំដាក់ជាទូទៅអ្វីដែលខ្ញុំធ្លាប់លេងប៉ុណ្ណឹងបងប្អូនបាទ testing 1 2 បាទហ្នឹងគឺ effect បាទចំពោះ delay បាទអញ្ចឹងបងប្អូនចុចលើមិន reverb ឥឡូវ delay បងប្អូនចុចលើ delay មកហើយខ្ញុំ low cut ទៅតាមហ្នឹងទៅតាមអ្វីដែលខ្ញុំធ្លាប់បានលេងបាទចឹងបងប្អូនចង់ធ្វើបងប្អូនស្ដាប់អីវ៉ាន់បងប្អូនណាបងប្អូនបាទបងប្អូនចង់លេងបណ្ណាខ្ញុំថាខ្ញុំធ្វើអញ្ចឹងបងប្អូនត្រូវធ្វើអញ្ចឹងតាមអត់ទេបងប្អូនត្រូវស្ដាប់ដែរបាទ testing 1 2 check បាទនេះគឺប៉ុណ្ណឹងបងប្អូនបាទអញ្ចឹងreverb និង delay គឺខ្ញុំបានដាក់ទៅកាន់ main រួចរាល់ហើយអញ្ចឹងឥឡូវនេះគឺខ្ញុំចង់ដាក់ទៅកាន់ monitor បាទយើង send effect ហ្នឹងណា send reverb និង delay ហ្នឹងទៅកាន់ monitor អញ្ចឹងបងប្អូនចូល bus ទី1បាទ monitor យើងប្រើទី1អញ្ចឹងអត់បាក់ទេបងប្អូនគាត់រុញមកនេះវារុញមកបាទរុញ effect នេះមកដល់ធម្មតាបាននេះសំខាន់បងប្អូនស្ដាប់ monitor របស់បងប្អូនបាទឥឡូវខ្ញុំ mute មែនសិន testing 1 2 check សិនជា reverb ខ្លាំង delay ខ្លាំងបងប្អូនថយបងប្អូន testing 1
check test testing 1 2 check hey បាទនេះគឺប៉ុណ្ណឹងបងប្អូនបាទរបៀប send effect ទៅកាន់ monitor អញ្ចឹងបងប្អូនចូលបើមានបើទី1ទី2នេះទី1ទី2អញ្ចឹងឧទាហរណ៍បើដែលយកបានប្រើប្រាស់គឺមាននៅក្រុមទាំងអស់អញ្ចឹងបងប្អូនចង់ send ទៅកាន់ monitor បងប្អូនគាត់ទៅចូលបើនឹងមកបងប្អូនអូសមកឲ្យផុតចេះមកឃើញ effect នេះបងប្អូនចង់តម្លើង effect ណាបងប្អូនគាត់តម្លើង effect មានទី1ទី2ហ្នឹងបងប្អូនតម្លើងទៅគឺលឿនបងប្អូនបាទអញ្ចឹងឥឡូវយើងបានទាំង effect ទាំង reverb delay ហ្នឹងគឺចូលទៅកាន់ monitor ហើយ main នេះហ្នឹងគឺយើងធ្វើទៅកាន់ចេញទៅកាន់ main ចេញអីអស់ហើយអញ្ចឹងមានប៉ុណ្ណឹងបងប្អូនបាទ check testing 1 2 បាទអញ្ចឹងអត់មានអីបន្តទៀតទេបងប្អូនព្រោះនេះគឺខ្ញុំបង្ហាញបងប្អូនត្រួសហើយក៏បងប្អូនមានចម្ងល់កន្លែងណាក៏អាច comment សួរក្រោមវីដេអូហ្នឹងតាមរយៈ YouTube ឬក៏ Facebook របស់ខ្ញុំហ្នឹងឬក៏ TikTok របស់ខ្ញុំហ្នឹងក៏បានដែរបងប្អូនបាទអញ្ចឹងវីដេអូនេះគឺខ្ញុំគាត់បង្ហាញត្រួសទេបងប្អូនបាទដោយសារយើងមានពេលវេលាខ្លីបាទសម្រាប់ធ្វើការបង្ហាញបងប្អូនបាទអញ្ចឹងក៏ខុសត្រូវក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាផងដែរបាទហើយបាទបងប្អូនមានចម្ងល់កន្លែងណាក៏សួរមកកាន់ខ្ញុំបានបាទគឺខ្ញុំប្រាប់បងប្អូនបាទប្រើនឹងសម្រាប់បងប្អូនដែលគាត់មានសំណួរបាទបងប្អូនអាចសួរខ្ញុំបានបាទតែបងប្អូនដែលគាត់ចេះហើយគឺបងប្អូនអូសរំលងវីដេអូហ្នឹងទៅបងប្អូនបាទក៏ជាស្រ័យផងដែរបាទអញ្ចឹងវីដេអូនេះក៏សូមបញ្ចប់តែត្រឹមនេះបងប្អូនបាទអរគុណច្រើនបងប្អូនហើយបងប្អូនត្រូវការ mixer បាទខាងបងប្អូនគឺមានបាទខាង NOYO បាទគឺជា brand របស់ខ្មែរយើងបាទ brand NOYO បាទគឺជាbrand របស់ខ្មែរដែលមានលក់អីវ៉ាន់បាទដែលមានគុណភាពបងប្អូនបាទអីវ៉ាន់គឺធានាថាអីវ៉ាន់សុទ្ធសម្រាប់បងប្អូនយកទៅប្រើបាទគឺមិនឲ្យទាស់ចិត្តទេបាទហើយសម្រាប់បងប្អូនជាវអីវ៉ាន់ពីខាង NOYO ទៅគឺបងប្អូន NOYO គឺមានបង្រៀនប្រើនឹងpreset ឬក៏ synth ឬក៏ plugin មួយចំនួនសម្រាប់ការប្រើប្រាស់នៅលើ mixer ដូចជា mixer ឬក៏ processor ផ្សេងៗបងប្អូនបាទអញ្ចឹងបងប្អូនអត់ពិបាកឬក៏បងប្អូនអត់ខ្លាចថាបងប្អូនជាយកទៅមិនចេះប្រើគឺខាង NOYO គឺមានបង្រៀនបាទ free ឥតគិតថ្លៃបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនបាទហើយបងប្អូនមានចម្ងល់ផ្សេងៗបាទក៏ធ្វើការឆាតមកផ្ទាល់ឬក៏តំណែងមកផ្ទាល់តាមរយៈទូរស័ព្ទលេខ016 75 55 38បាទគឺមានតាមមួយខ្សែហ្នឹងទេណាបងប្អូនបាទអញ្ចឹងបើមានលេខទូរស័ព្ទផ្សេងទៀតបាទគឺបើន័យថាគឺខ្លាំងៗបងប្អូនបាទខាងខ្ញុំអត់ទទួលខុសត្រូវទេបាទអញ្ចឹងតើបងប្អូនតំណែងបងប្អូនត្រូវពិនិត្យឲ្យច្បាស់បាទគឺមានលេខតាមមួយខ្សែទេគឺ016 75 55 និង 38បាទអញ្ចឹងវីដេអូនេះក៏សូមបញ្ចប់តែត្រឹមនេះអរគុណច្រើនពុកម៉ែបងប្អូនដែលទស្សនាវីដេអូនេះពីដើមដល់ចប់បាយបាយជម្រាបលាទាំងអស់គ្នា